hobby ដែលអ្នកទិញទូរស័ព្ទ iPhone ថ្មីៗយកមកប្រើប្រាស់តែងតែធ្វើខុសមកមើលវីដេអូនឹងទាំងអស់គ្នាចំណុចទី1តាក់ទងជាមួយនឹងការសាកថ្មនិងការប្រើប្រាស់ថ្មផងដែរអញ្ចឹងការប្រើប្រាស់ថ្មនេះបងប្អូនត្រូវដឹងថា iPhone គឺគេអត់ឲ្យប្រើអស់ពេកក្រោម 20% ទេហើយការសាកថ្មមកវិញក៏គេអត់ឲ្យលើសពី 80% ផងដែរអញ្ចឹងចំណុចនេះវាធ្វើឲ្យសុខភាពថ្មរបស់ទូរស័ព្ទដៃ iPhone របស់យើងមានភាគរយនៅតែល្អហើយសុខភាពវាក៏នៅតែល្អដែរយើងប្រើប្រាស់បានយូរឆ្នាំណាហើយវិធីសាស្ត្រទី1ដើម្បីយើងកំណត់នៃការសាកថ្មបានបងប្អូនត្រូវចូលមក setting បន្តមកទៀតបងប្អូនចូលមក battery បន្តមកទៀតកន្លែងនេះ charging នេះយើងអូសមកក្រោមមកនេះពាក្យ charge limit នេះគឺបងប្អូនកំណត់តែ 80% បានហើយបើសិនជាបងប្អូនប្រើប្រាស់ប្រចាំថ្ងៃណាតែបើសិនជាបងប្អូនទៅណាឆ្ងាយទៅខេត្តទៅអីបងប្អូនបើកឲ្យវាសាក 100% ពេញទៅគឺម្ដងម្កាលអត់អីទេចំណុចទី2បងប្អូនគួរតែជ្រើសរើសយកឆ្នាំងសាកណាដែលជាប្រភេទ original ដែលវាមានប្រព័ន្ធទប់ភ្លើងបានល្អណាចឹងនេះជាប្រភេទ original របស់ Apple ម្យ៉ាងវិញទៀតបើសិនជាបងប្អូនអត់ទុកចិត្តថាវា original ទេបងប្អូនអាចទិញជាប្រភេទដែលគេមាន brand ត្រឹមត្រូវដូចជា Ukraine 45 W នេះដែលវាមានប្រព័ន្ធទប់ភ្លើងបានល្អហើយវាសុវត្ថិភាពនៅក្នុងការសាកថ្មផងដែរហើយបើសិនជាបងប្អូនចង់បានបងប្អូនអាចទំនាក់ទំនងមក Telegram ខាងក្រោមចង់ដឹងអ្វីទៀតជួយ follow ម្នាក់មួយមក